3 ចំណុចដែលធ្វើឲ្យគេ hack ចូលកាមេរ៉ាសុវត្ថិភាពរបស់បងប្អូននៅផ្ទះបានជំរាបសួរខ្ញុំបានអារ៉ុតថ្ងៃនេះខ្ញុំនឹងចែករំលែកពី 3 ចំណុចដែលធ្វើឲ្យគេងាយស្រួលក្នុងការ hack កាមេរ៉ាសុវត្ថិភាពរបស់បងប្អូនទាំងអស់គ្នាទី 1 ពាក្យសម្ងាត់មានន័យថា password របស់កាមេរ៉ា default ឧទាហរណ៍ថា 1 2 3 4 អញ្ចឹងបងប្អូនតែងតែដាក់ password ហ្នឹងប្រើរហូតទៅដោយមិនបានផ្លាស់ប្ដូរអានឹងគឺជាចំណុចមួយដែលធ្វើឲ្យគេងាយនឹង hack ទី 2 អ៊ីនធឺណិតរបស់បងប្អូនមានដែលបិទ port មួយដែលគេថា port hack ហើយឬនៅបើសិនជាមានអ្នកណាមួយ hack ចូល router របស់បងប្អូនហើយកំពុងតែ control លើ router បងប្អូនគេនឹងអូតូម៉ាទិកគេអាចលុកចូលកាមេរ៉ាសុវត្ថិភាពនៅក្នុងផ្ទះរបស់បងប្អូនបានដែរទី 3 រាល់កម្មវិធីរបស់កាមេរ៉ាសុវត្ថិភាពទាំងអស់តែងតែ up to date មានន័យថាគាត់ update ពី security ពីមួយថ្ងៃទៅមួយថ្ងៃអញ្ចឹងបងប្អូនត្រូវតែឆែកជានិច្ចថា app របស់បងប្អូនប្រើប្រាស់បាន update ហើយឬនៅដោយបងប្អូនដឹងស្រាប់ហើយប្រព័ន្ធ IT កាលណាដែលយើងអត់ up to date មានន័យថាវាជា old version ហើយការ hack ការអីផ្សេងៗរបៀបច្រោះចូលរបស់ hacker ហ្នឹងគឺងាយស្រួលបំផុតអញ្ចឹងសម្រាប់បងប្អូនណាដែលមានបំណងតម្លើងកាមេរ៉ាសុវត្ថិភាពនៅតាមផ្ទះឬគេអដ្ឋានគួរណាស់តែមកប្រឹក្សាសិក្សាឲ្យបានច្បាស់ជាមួយនឹងអ្នកបច្ចេកទេសដែលមានជំនាញច្បាស់លាស់អញ្ចឹងបងប្អូនអាចប្រឹក្សាជាមួយខ្ញុំបានតកតងទៅនឹងរឿងទាំងអស់ហ្នឹងហើយលើពីនឹងទៀតខ្ញុំក៏មានលក់កាមេរ៉ាសុវត្ថិភាពគ្រប់ម៉ាកគ្រប់ប្រភេទទាំងអស់ដែលមានការធានាច្បាស់លាស់និងមានគុណភាពល្អបើសិនជាបងប្អូនមានតម្រូវការពាក់ព័ន្ធនឹងកាមេរ៉ាសុវត្ថិភាពអាចទំនាក់ទំនងមកខ្ញុំបានតាម page ឬក៏ម្ដងហាងផ្ទាល់ក៏បានដែរ